តាំងពីម៉ោង 1:21 នាទីព្រឹកយន្តហោះ MH307 បានហោះត្រឡប់ក្រោយដោយបត់ឆ្វេងស្ទើរតែ180ដឺក្រេហើយបានហោះបន្តដំណើររបស់ខ្លួនចូលមកដល់ទឹកដីប្រទេសម៉ាឡេស៊ីបន្ទាប់ពីការហោះបកក្រោយចាក់ចេញពីគន្លងដើមរបស់ខ្លួនហើយយន្តហោះ MH307 បានបាត់ចេញពីរ៉ាដារបស់ ATC ជា Malaysian 370 contact Ho Chi Minh 120.9 good night. Good night Malaysia 370. អាចកំបាំងនៅលើពិភពលោកយើងនេះគឺមានច្រើនណាស់សម្រាប់ខ្ញុំផ្ទាល់ហេតុការណ៍បាត់យន្តហោះ MH307 របស់ប្រទេសម៉ាឡេស៊ីកាលពីឆ្នាំ2014គឺជាអាចកំបាំងមួយដែលខ្ញុំតែងតែចង់ដឹងថាតើយន្តហោះនេះមានរឿងអ្វីកើតឡើងខ្លះដូចជាអ្នកណាដែលធ្វើរឿងទាំងអស់នេះតើបំណងនៅពីក្រោយជាអ្វីហើយហេតុអ្វីបានជារយៈពេលជាង1ទសវត្សរ៍ពោលគឺ11ឆ្នាំទៅហើយយន្តហោះនេះនៅតែមិនទាន់រកឃើញទៀតនៅក្នុងវីដេអូនេះខ្ញុំនឹងព្យាយាមមិននិយាយពីការវិភាគណាដែលមិនមានភស្តុតាងច្បាស់លាស់ដូចជារឿងដែលមានមនុស្ស2នាក់ក្នុងយន្តហោះកាន់អត្តសញ្ញាណប័ណ្ណអេរ៉ង់คล้ายៗអាចជាអ្នកប្លន់យន្តហោះឬក៏អ្នកបើកបរយន្តហោះផ្ទាល់ជាអ្នកបញ្ចប់វាសនាយន្តហោះមួយគ្រឿងនេះឡាក់នឹងឡាក់នៅក្នុងវីដេអូនេះខ្ញុំនឹងនិយាយតែពីរឿងដែលមានភស្តុតាងច្បាស់លាស់និងអាចជឿជាក់បានហើយក៏បកស្រាយពីមូលហេតុដែលនៅចុងឆ្នាំ2025ឬក៏ដើមឆ្នាំ2026នេះគឺជាពេលមួយដែលពិភពលោកនឹងអាចដឹងពីចម្លើយនៃសំណួរទាំងអស់នេះជាពិសេសគឺសម្រាប់សាច់ញាតិបងប្អូនអ្នកនៅក្នុងយន្តហោះចំនួន239នាក់ដែលបានបាត់បង់មនុស្សជាទីស្រឡាញ់របស់ខ្លួនដោយភ្លាមៗបែបនេះហើយមិនដឹងពីមូលហេតុនៃការបាត់ខ្លួនរបស់ពួកគេទៀតផងបានជាខ្ញុំនិយាយថានៅចុងឆ្នាំ2025ឬដើមឆ្នាំ2026នេះគឺជាពេលមួយដែលពិភពលោកអាចនឹងដឹងពីចម្លើយនៃសំណួរទាំងអស់នេះគឺព្រោះតែក្រុមហ៊ុន Ocean Infinityកាលពីឆ្នាំ2018ក្រុមហ៊ុន Ocean Infinity ធ្លាប់បានចុះកិច្ចសន្យាជួយស្វែងរកបំណែកយន្តហោះ MH307 ឲ្យរដ្ឋាភិបាលប្រទេសម៉ាឡេស៊ីម្ដងហើយដោយកិច្ចសន្យានោះរដ្ឋាភិបាលម៉ាឡេស៊ីបានផ្ដល់រយៈពេលឲ្យក្រុមហ៊ុននេះចំនួន90ថ្ងៃដើម្បីស្វែងរកបំណែកយន្តហោះឬក៏ប្រអប់ខ្មៅរបស់យន្តហោះឲ្យឃើញរដ្ឋាភិបាលម៉ាឡេស៊ីនឹងផ្ដល់រង្វាន់ជូនចាប់ពី$20 លានដល់$70 លានប៉ុន្តែក្រុមហ៊ុននេះមិនទទួលបានជោគជ័យក្នុងការស្វែងរកនោះទេដោយបច្ចេកវិទ្យានៅពេលនោះគឺនៅមានកម្រិតហើយណាមួយទៀតទីតាំងដែលគេសន្មតថា MH307 នោះធ្លាក់គឺមិនទាន់ច្បាស់លាស់ខ្លាំងនៅឡើយនោះទេប៉ុន្តែការពីពេលថ្មីនេះពលគឺនៅខែមីនាឆ្នាំ2025កិច្ចសន្យាថ្មីមួយទៀតក៏ត្រូវបានធ្វើឡើងដោយក្រុមហ៊ុន Ocean Infinity ជាមួយនឹងរដ្ឋាភិបាលប្រទេសម៉ាឡេស៊ីកិច្ចសន្យានេះគឺរដ្ឋាភិបាលម៉ាឡេស៊ីនឹងផ្ដល់រង្វាន់ជូនក្រុមហ៊ុន Ocean Infinity ក្នុងចំនួនទឹកប្រាក់ដដែលប៉ុន្តែប្រសិនបើក្រុមហ៊ុននេះរកមិនឃើញបំណែកយន្តហោះឬក៏ប្រអប់ខ្មៅនោះទេគឺមិនទទួលបានអ្វីទាំងអស់ទោះជាយ៉ាងណាដោយសារតែមានតម្រុយថ្មីក្រុមហ៊ុន Ocean Infinity ក៏ហ៊ានប្រថុយខាតបង់ប្រាក់រាប់លានដុល្លារដើម្បីស្វែងរកបំណែកយន្តហោះនេះព្រោះតែខ្លួនជឿជាក់ថានឹងអាចរកឃើញមិននឹងចូលទៅឲ្យកាន់តែស៊ីជម្រៅយើងអាចរំលឹកពីហេតុការណ៍នេះម្ដងទៀតថាតើហេតុអ្វីបានជាយន្តហោះ MH307 ដែលជាយន្តហោះ Boeing 777ដ៏ធំនិងទំនើបមួយគ្រឿងនាសម័យនោះស្រាប់តែបាត់ខ្លួនដោយមិនមានបន្សល់ដានអ្វីសោះហើយខ្ញុំក៏នឹងភ្ជាប់ជាមួយនឹងព័ត៌មានថ្មីដែលត្រូវបានរៀបចំជាភស្តុតាងសម្រាប់ការរករកនេះផងដែរនៅថ្ងៃទី7ខែមីនាឆ្នាំ2014ក្រុមការងាររបស់ក្រុមហ៊ុនអាកាសចរម៉ាឡេស៊ីបានចាប់ផ្ដើមរៀបចំខ្លួនដើម្បីវេនធ្វើការពេលយប់មួយជើងពីអាកាសយានដ្ឋានអន្តរជាតិកូឡាឡាំពួរទៅកាន់អាកាសយានដ្ឋានអន្តរជាតិប៉េជីងប្រទេសចិនដែលទោះបីជាជើងហោះហើរនេះមានការយឺតយ៉ាវបន្តិចបន្តួចមែនក៏វាហាក់ដូចជាមិនមានអ្វីខុសប្លែកពីធម្មតាដែរខណៈរយៈពេលនៃជើងហោះហើរនេះគឺ5ម៉ោងនិង34នាទីដល់ម៉ោង 12:42 នាទីរំលងអធ្រាត្រចូលដល់ថ្ងៃទី8យន្តហោះ MH307 ក៏ចាប់ផ្ដើមហោះហើរចេញពីអាកាសយានដ្ឋានជាស្ថាពរដែលមានអ្នកបើកបរយន្តហោះចំនួន2រូបមួយគឺជាកាពីតែនលោក Zahari Ahmad Shah អាយុ53ឆ្នាំមានបទពិសោធន៍បើកបរយន្តហោះជាង 18,000 ម៉ោងគាត់ជាអ្នកបើកបរយន្តហោះជាន់ខ្ពស់មួយរូបដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងវិស័យនេះទៅលើវិជ្ជាជីវៈនិងត្រូវបានគេដឹងផងដែរថាគាត់ជាអ្នកចូលចិត្តផ្នែកអាកាសចរនិងគ្រឿងអេឡិចត្រូនិកដែលគាត់ថែមទាំងមាន YouTube Channel និយាយតាក់ទងពីរឿងទាំងអស់នេះទៀតផង
បន្ថែមពីនេះគាត់ក៏មាន full flight simulation នៅក្នុងផ្ទះផងដែរហើយបន្ទាប់ពីហេតុការណ៍នេះកើតឡើងអ្នកស៊ើបអង្កេតថែមទាំងបានឆែកថាតើគាត់ធ្លាប់ហោះហើរឬធ្វើអ្វីខ្លះនៅក្នុងនោះប៉ុន្តែឯកសារនិងប្រវត្តិហោះហើរទាំងអស់គឺត្រូវបានលុបចេញអស់ទៅហើយនៅសល់តែ file មួយចំនួនដែលគេអាចយកមកវិញបានហើយក៏គ្មានអ្វីគួរឲ្យសង្ស័យដែររីឯម្នាក់ទៀតគឺជា Co-pilot ឬក៏ First Officer ឈ្មោះ Farid Abdul Hamid អាយុ27ឆ្នាំមានបទពិសោធន៍បើកបរយន្តហោះជាង 2800 ម៉ោងដែលជើងហោះហើរនេះផងដែរគឺជាជើងហោះហើរចុងក្រោយមុននឹងគាត់បញ្ចប់ការហ្វឹកហាត់ហើយលោកក៏ត្រូវបានគេចាត់ទុកថាជាអ្នកបើកបរយន្តហោះវ័យក្មេងម្នាក់ដែលមានកំណត់ត្រាល្អនិងមានអនាគតភ្លឺស្វាងផងដែរទោះបីជាជើងហោះហើរនេះគឺនៅពេលយប់ប៉ុន្តែអាកាសធាតុអំឡុងពេលហោះហើរនោះគឺមានមេឃស្រឡះល្អនិងគ្មានអ្វីចោទជាឧបសគ្គឡើយសម្រាប់សាំងវិញ pilot បានសម្រេចចាក់សាំងដែលអាចហោះហើរបានរយៈពេល7ម៉ោងសម្រាប់ជើងហោះហើរ5ម៉ោងនេះដែលវាក៏ជារឿងធម្មតាសម្រាប់ការពារការពន្យាពេលការផ្លាស់ប្ដូរអាកាសយានដ្ឋានចុះចតឬក៏ការផ្លាស់ប្ដូរណាមួយដែលមិនអាចស្មានដល់ហើយប្រកាសណារឿងដែលនឹងអាចកើតឡើងបន្តិចទៀតគឺមិនមានអ្នកណាអាចស្មានដល់នោះទេក្រៅពីអ្នកបើកបរយន្តហោះទាំងពីររូបអ្នកដំណើរលើយន្តហោះគឺមានចំនួន227នាក់ហើយ153នាក់នៅក្នុងនោះគឺជាជនជាតិចិនខណៈ10នាក់ទៀតគឺជាអ្នកបម្រើការលើយន្តហោះដែលសរុបមកចំនួនមនុស្សនៅលើយន្តហោះ MH370 នេះគឺមាន239នាក់ចូលដល់ម៉ោង1 នាទីនិង14វិនាទីកាពីតែនលោកអាម៉ាត់បានតាក់ទងទៅកាន់អ្នកគ្រប់គ្រងដែនអាកាសឬក៏ ATC ថាយន្តហោះរបស់គាត់កំពុងហោះរក្សាកម្ពស់ 35,000 feet ឬក៏ប្រមាណជា10គីឡូម៉ែត្រលើអាកាសហើយខាង ATC ក៏បានបញ្ជាក់ថាគាត់ទទួលបានហើយ Malaysian 370តាមការស្ដាប់ទៅសំឡេងរបស់កាពីតែនគឺមានភាពធូរស្រាលនិងស្រទន់ដែលបង្ហាញថាมันមានអ្វីខុសប្រក្រតីនោះឡើយអ្នកទាំងអស់គ្នាចាំស្ដាប់ម្ដងទៀតណាសំឡេងនៅកតុយ0យើងស្ដាប់មកក៏អាចដឹងពីស្ថានភាពក្នុងបន្ទប់គ្រប់គ្រងយន្តហោះនេះដែរថាគ្មានអ្វីកើតឡើងនោះទេអ្វីគឺនៅធម្មតាបន្ទាប់ពីកាពីតែនបានតាក់ទងទៅ ATC ថាយន្តហោះខ្លួនកំពុងរក្សារយៈកម្ពស់ 35,000 feet កាលពីម៉ោង1 នាទីស្រាប់តែ7នាទីក្រោយមកលោកក៏បានតាក់ទងទៅខាង ATC និងនិយាយសារដដែលម្ដងទៀតថាយន្តហោះរបស់គាត់កំពុងហោះរក្សារយៈកម្ពស់ 35,000 feet សម្រាប់មូលហេតុនោះគឺវាជារឿងធម្មតាប៉ុណ្ណោះដែលអ្នកបើកបរយន្តហោះនិយាយសារដែលខ្លួននិយាយឲ្យពីបេះដូងបែបនេះព្រោះថាទី1អ្នកបើកបរយន្តហោះអាចភ្លេចនិងនិយាយបញ្ជាក់ម្ដងទៀតដើម្បីធានាសុវត្ថិភាពខណៈទី2អ្នកបើកបរយន្តហោះអាចនៅឆ្ងាយពីកាសក្នុងរយៈពេលខ្លីណាមួយឬក៏មានការសារ៉េអ្វីដែលពាក់ព័ន្ធជាមួយនឹង Visu ATC ដូច្នេះអ្នកបើកបរយន្តហោះនឹងនិយាយសារចាស់ដែលខ្លួនឆ្លងឆ្លើយជាមួយនឹង ATC ដើម្បីបញ្ជាក់ថាខាង ATC មិនបានឲ្យព័ត៌មានអ្វីថ្មីមកកាន់គាត់នៅអំឡុងពេលដែលគាត់មិនបានស្ដាប់នោះទេហើយប្រសិនបើ ATC បានផ្ដល់សារអ្វីមួយអំឡុងពេលដែលគាត់មិនបានស្ដាប់នោះនៅពេលដែលគាត់និយាយសារចាស់ម្ដងទៀតទៅកាន់ ATC នឹងប្រាប់ពីសារថ្មីដែលអ្នកបើកបរយន្តហោះមិនបានដឹងនោះហើយចំណុចនេះក៏បញ្ជាក់ដែរថាអំឡុងពេល7នាទីនេះប្រកាសជាមានរឿងអ្វីកើតឡើងមួយហើយបានជាកាពីតែនរំលឹកសារចាស់របស់ខ្លួនឡើងវិញបែបនេះប៉ុន្តែយោងទៅតាមរបាយការណ៍ផ្លូវការរបស់រដ្ឋាភិបាលម៉ាឡេស៊ីភាពខុសប្រក្រតីរបស់យន្តហោះ MH370 គឺចាប់ផ្ដើមនៅម៉ោង1:21នាទីសម្រាប់ខ្ញុំវិញយោងទៅតាមលោក Peter Hornfield ដែលជាកាពីតែននិងអ្នកបង្វឹកកាពីតែនបើកបរយន្តហោះលោកមិនយល់ស្របនឹងរបាយការណ៍នេះឡើយដោយលោកបានសន្និដ្ឋានថាភាពខុសប្រក្រតីគឺអាចចាប់ផ្ដើមតាំងពីម៉ោង1:07នាទីនិង55វិនាទីពោលគឺសារសំឡេងដែលកាពីតែននិយាយពីការហោះរក្សាកម្ពស់ 35,000 feet នឹងឯងមូលហេតុនោះគឺទោះបីជាសារសំឡេងទាំងលើកទី1និងលើកទី2មានអត្ថន័យដូចគ្នាប៉ុន្តែឈ្នាងសំឡេងរបស់កាពីតែននៅក្នុងសារទី2គឺខុសប្លែកពីសារទី1ដាច់តែម្ដងប្រសិនបើយើងចាប់អារម្មណ៍ស្ដាប់
ដោយដែលខ្ញុំបានរៀបរាប់ខាងលើសារទី1សំឡេងរបស់កាពីតែនគឺមានភាពធូរស្រាលនិងមិនមានអ្វីប្លែកនោះឡើយប៉ុន្តែសារទី2សំឡេងរបស់កាពីតែនហាក់ដូចជាមើងម៉ាត់ជាងមុនឆ្ងាយណាស់ហើយហាក់ដូចជាគាត់កំពុងតែរវល់ផ្ដោតអារម្មណ៍ទៅលើអ្វីមួយចំណុចនេះដែរលោក Peter Hornfield ក៏មិនអាចផ្ដល់នូវភស្តុតាងឬសេចក្តីសន្មតអ្វីនោះដែរគ្រាន់តែលោកលើកវាឡើងព្រោះតែវាគួរឲ្យចាប់អារម្មណ៍និងសមហេតុផលណាមួយទៀតបើយើងគិតពីហេតុការណ៍ដែលនឹងកើតឡើងបន្តិចទៀតនេះគ្រប់ចំណុចទាំងអស់គឺសិតតែត្រូវសិក្សាឲ្យកាន់តែស៊ីជម្រៅបន្ទាប់ពីការសន្ទនាជាមួយនឹង ATC ហើយកាពីតែនក៏បានបន្តការហោះហើររបស់ខ្លួនជាធម្មតាតម្រង់ឆ្ពោះទៅទីតាំង Igari ដែលជាចំណុចដៅនៃការហោះផុតដែនអាកាសម៉ាឡេស៊ីនិងចូលដែនអាកាសវៀតណាមហើយក៏ជាកន្លែងដែលយន្តហោះត្រូវផ្លាស់ប្ដូរវិទ្យុតាក់ទងរបស់ខ្លួនពីអ្នកគ្រប់គ្រងដែនអាកាសម៉ាឡេស៊ីទៅអ្នកគ្រប់គ្រងដែនអាកាសវៀតណាមនៅម៉ោង 1:19 នាទីអ្នកគ្រប់គ្រងដែនអាកាសម៉ាឡេស៊ីបានតាក់ទងទៅកាន់យន្តហោះ MH370 ដើម្បីឲ្យយន្តហោះនេះផ្លាស់ប្ដូរវិទ្យុរបស់ខ្លួនទៅភ្ជាប់ជាមួយនឹងអ្នកគ្រប់គ្រងដែនអាកាសប្រទេសវៀតណាមវិញ Malaysian 370 contact Ho Chi Minh 120.9 ណាបន្ទាប់មកអំឡុងពេលដែលយន្តហោះហោះជិតទៅដល់គោលដៅ Igari កាពីតែនក៏បានឆ្លើយតបជាមួយនឹងអ្នកគ្រប់គ្រងដែនអាកាសម៉ាឡេស៊ីជាលើកចុងក្រោយបង្អស់ថា Good night Malaysia 370 Good night Malaysia 370ដែលគាត់ចង់បានន័យថារាត្រីសួស្តីទៅកាន់អ្នកគ្រប់គ្រងដែនអាកាសម៉ាឡេស៊ីពីជើងហោះហើរ370ហើយចាប់ផ្ដើមពីពេលនេះទៅរឿងក៏ចាប់ផ្ដើមកើតឡើងផងដែរកើតឡើងយ៉ាងរហ័សទៀតផង5 វិនាទីក្រោយពេលដែលយន្តហោះបានហោះផុតទីតាំង Igari និងឆ្លងចូលដែនអាកាសវៀតណាមឧបករណ៍បញ្ជូនទីតាំងរបស់យន្តហោះក៏ត្រូវបានបិទដែលធ្វើឲ្យ ATC ឬក៏អ្នកគ្រប់គ្រងដែនអាកាសលែងទទួលបានព័ត៌មានពីយន្តហោះនេះទៀតហើយព័ត៌មានដូចជាទីតាំងរបស់យន្តហោះល្បឿនរយៈកម្ពស់និងទិន្នន័យជាច្រើនទៀតគឺយន្តហោះនឹងមិនបញ្ជូនចេញទៀតនោះទេបន្ទាប់ពីបិទឧបករណ៍បញ្ជូនទីតាំងនេះហើយ37 វិនាទីក្រោយមកយន្តហោះ MH370 ក៏ចាប់ផ្ដើមហោះចេញពីគន្លងផ្លូវរបស់ខ្លួនតែម្ដងដោយធ្វើការបត់ឆ្វេងស្ទើរតែ180ដឺក្រេត្រឡប់ក្រោយដែលយោងទៅតាមការធ្វើតេស្តសាកល្បងរបស់ក្រុមហ៊ុន Boeing ការបត់យន្តហោះខ្លាំងបែបនេះ Autopilot មិនអាចធ្វើបាននោះទេដែលបានន័យថាចាប់ពីចំណុចនេះទៅគឺមានមនុស្សហោះហើរយន្តហោះនេះដោយដៃផ្ទាល់ហើយទីតាំងនិងពេលវេលាដែលរឿងទាំងអស់នេះកើតឡើងក៏មិនមែនជារឿងចៃដន្យដែរបន្ទាប់ពីហោះផុតទីតាំង Igari ហើយយន្តហោះនេះគឺត្រូវផ្លាស់ប្ដូរវិទ្យុពី ATC ម៉ាឡេស៊ីទៅកាន់ ATC វៀតណាមហើយបន្ទាប់ពី ATC ម៉ាឡេស៊ីបានតាក់ទងប្រាប់យន្តហោះនេះរួចរាល់ហើយលើរឿងតាក់ទងនឹងការផ្លាស់ប្ដូរវិទ្យុនេះ ATC ម៉ាឡេស៊ីនឹងមិនសូវជាចាប់អារម្មណ៍លើយន្តហោះនេះទៀតនោះទេរីឯ ATC ខាងវៀតណាមវិញជាធម្មតាគឺរងចាំដល់តែយន្តហោះនេះតាក់ទងទៅកាន់ខ្លួនមុនទើបឆ្លើយតបមកតាមក្រោយដែលបានន័យថាទីតាំងនិងពេលវេលាដែលយន្តហោះនេះធ្វើការហោះបកក្រោយចេញពីគន្លងគឺជាគម្រោងដែលរៀបចំបានយ៉ាងល្អឥតខ្ចោះក្នុងបំណងមិនឲ្យអ្នកណាដឹងពីវត្តមាននៃយន្តហោះរបស់ខ្លួននៅខាងឆ្វេងដៃនៃគន្លងរបស់យន្តហោះ MH370 ហោះហើរគឺជាទីតាំងដែលយោធាប្រទេសថៃគ្រប់គ្រងដែនអាកាសរបស់ខ្លួនដូច្នេះមិនអាចមានយន្តហោះណាអាចហោះចូលបាននោះទេលុះត្រាតែមានការអនុញ្ញាតឬក៏សេចក្តីបញ្ជាក់ត្រឹមត្រូវដែលនេះគឺជាមូលហេតុដែលយន្តហោះ MH370 សុកចិត្តបិទ Autopilot ចោលដើម្បីបត់ឆ្វេងស្ទើរតែ180ដឺក្រេត្រឡប់ក្រោយគេចពីតំបន់ការពារដែនអាកាសរបស់ប្រទេសថៃហើយថែមទាំងហោះក្នុងគន្លងមិនជាន់គ្នាជាមួយនឹងយន្តហោះមួយទៀតគឺ M765 ទៀតផងគ្មានអ្នកណាប្រកាសនោះទេថាអ្នកគ្រប់គ្រងលើយន្តហោះនៅពេលនេះគឺជាអ្នកណាប៉ុន្តែអ្វីដែលគេបានដឹងនោះគឺអ្នកដែលគ្រប់គ្រងនេះបានស្គាល់យ៉ាងច្បាស់ពីស្ថានភាពហោះហើរទីតាំងសំខាន់និងពេលវេលាដែលល្អឥតខ្ចោះសម្រាប់ចាប់ផ្ដើមសកម្មភាពមួយនេះបន្ទាប់ពីការហោះបកក្រោយចាក់ចេញពីគន្លងដើមរបស់ខ្លួនហើយ
យន្តហោះ MH307 បានបាត់ចេញពីរ៉ាដារបស់ ATC ជាស្ថាពរទៅហើយប៉ុន្តែខណៈពេលនេះគឺមិនទាន់មាននរណាម្នាក់បានដឹងនៅឡើយនោះទេរហូតដល់20នាទីក្រោយមកនៅម៉ោង 1:40 នាទី ATC វៀតណាមបានតាក់ទងទៅកាន់ ATC ម៉ាឡេស៊ីដើម្បីសួរនាំពីព័ត៌មាននិងទីតាំងរបស់យន្តហោះមួយនេះព្រោះថាពួកគេមិនទាន់ទទួលបានការតាក់ទងពីយន្តហោះនៅឡើយនោះទេATC ម៉ាឡេស៊ីក៏បានព្យាយាមតាក់ទងទៅកាន់យន្តហោះ MH307 ដែរប៉ុន្តែមិនទទួលបានជោគជ័យនោះទេហើយ ATC ម៉ាឡេស៊ីក៏ហាក់ដូចជាមិនសូវបារម្ភខ្លាំងប៉ុន្មាននោះទេដែលខ្លួននៅគិតថាយន្តហោះនេះកំពុងហោះជាធម្មតានៅឡើយគ្រាន់តែមានការតាក់ទងយឺតយ៉ាវប៉ុណ្ណោះនៅក្នុងរយៈពេលនេះ ATC ទាំងពីរសិតតែមិនដឹងពីទីតាំងរបស់យន្តហោះ MH307 នោះទេប៉ុន្តែ ATC ទាំងពីរហាក់គិតថាម្ខាងទៀតកំពុងតែតាក់ទងជាមួយនឹងយន្តហោះរហូតដល់រយៈពេលជាង4ម៉ោងពលគឺនៅម៉ោង 6:30 នាទីព្រឹកដែលជាម៉ោងដែលយន្តហោះនេះត្រូវមកដល់អាកាសយានដ្ឋានប៉េជីងតែគេនៅតែមិនទាន់ឃើញយន្តហោះ MH307 នៅឡើយហើយចូលមកដល់ម៉ោង 7:24 នាទីព្រឹកទើបអាកាសយានដ្ឋានម៉ាឡេស៊ីបានប្រកាសអាសន្នពីដំណឹងបាត់យន្តហោះ MH307 ដែលគិតមកដល់ពេលនេះពួកគេបានដាច់ការតាក់ទងជាមួយយន្តហោះមួយគ្រឿងនេះតាំងពីជាង6ម៉ោងមុនមកម្លេះកិច្ចខិតខំប្រឹងប្រែងស្វែងរកយន្តហោះនេះក៏ចាប់ផ្ដើមនៅតាមសមុទ្រចិនខាងត្បូងដែលជាគន្លងហោះហើររបស់យន្តហោះនេះបញ្ជាក់ម្ដងទៀតគិតមកត្រឹមពេលនេះគឺមិនទាន់មាននរណាម្នាក់ដឹងថាយន្តហោះមួយគ្រឿងនេះបានបកក្រោយនោះទេរហូតដល់ប៉ុន្មានថ្ងៃក្រោយមកដោយមានរ៉ាដាយោធារបស់ប្រទេសម៉ាឡេស៊ីនិងការសហការដោយស្ថាប័នជាច្រើនព្រមទាំងប្រទេសមួយចំនួនជុំវិញទីតាំងហោះហើររបស់យន្តហោះ MH307 សហការគ្នាទើបការពិតទាំងប៉ុន្មានក៏ត្រូវបានលាតត្រដាងចេញមកតាំងពីម៉ោង 1:21 នាទីព្រឹកយន្តហោះ MH307 បានហោះត្រឡប់ក្រោយដោយបត់ឆ្វេងស្ទើរតែ180ដឺក្រេហើយបានហោះបន្តដំណើររបស់ខ្លួនចូលមកដល់ទឹកដីប្រទេសម៉ាឡេស៊ីវិញកាត់តាមកោះផែណាងបន្ទាប់មកយន្តហោះនេះក៏បានហោះផុតកោះផែណាងនិងបត់ស្ដាំតាមច្រកសមុទ្រម៉ាឡាខាបន្តដល់ចំណុចដៅវ៉ាំភីរួចហើយទើបទៅដល់មីខានៅម៉ោង 2:20 នាទីព្រឹកជាទីតាំងចុងក្រោយដែលរ៉ាដាយោធារបស់ប្រទេសម៉ាឡេស៊ីអាចចាប់បានហើយបន្តពីនេះទៅមិនមានអ្នកណាដឹងពីទិសដៅរបស់យន្តហោះនេះទៀតនោះទេមកដល់ពេលនេះយើងបានដឹងហើយថាកិច្ចខិតខំប្រឹងប្រែងស្វែងរកយន្តហោះនៅប៉ុន្មានថ្ងៃដំបូងនៅសមុទ្រចិនខាងត្បូងគឺជាការខាតបង់ពេលវេលាទទេតែម្ដងដោយពួកគេមិនត្រឹមតែស្វែងរកយន្តហោះខុសទីតាំងនោះទេគឺស្វែងរកនៅខុសសមុទ្រតែម្ដងផុតពីចំណុចដែលរ៉ាដាយោធារបស់ប្រទេសម៉ាឡេស៊ីអាចចាប់បាននេះគឺមិនមានអ្វីដែលអាចកំណត់ទិសដៅរបស់យន្តហោះ MH307 នេះទៀតនោះទេអ្វីដែលគេដឹងគឺគ្រាន់តែយន្តហោះនេះនៅបន្តហោះហើរចាប់ពីម៉ោង 2:20 នាទីព្រឹកនេះរហូតដល់ម៉ោង 8:19 នាទីព្រឹកមូលហេតុដែលគេអាចដឹងថាយន្តហោះនេះនៅបន្តហោះលើអាកាសរហូតដល់ម៉ោង 8:19 នាទីព្រឹកនេះគឺព្រោះតែ The 7 Arc ឬក៏ខ្សែបន្ទាត់ទាំង 7ដែលជាទីតាំងប៉ានស្មានរបស់យន្តហោះ MH307 ខ្សែបន្ទាត់ទាំង 7នេះគឺកើតឡើងនៅពេលដែលផ្កាយរណបធ្វើការចាប់ទីតាំងឬក៏ពាក្យបច្ចេកទេសគេហៅថា handshake ជាមួយនឹងយន្តហោះហើយយន្តហោះគឺអាចនៅចំណុចណាមួយនៃបន្ទាត់នេះដោយមិនអាចកំណត់គោលដៅច្បាស់លាស់បានតែម្ដងនោះទេនៅពេលដែលផ្កាយរណបផ្ដល់សញ្ញាទៅយន្តហោះលើកទី1គឺនៅម៉ោង 2:25 នាទីវាបានបង្កើតទៅជាខ្សែបន្ទាត់ទី1ឬក៏ Arc 1បន្ទាប់មកនៅម៉ោង 3:29 នាទីខ្សែបន្ទាត់ទី2ក៏ត្រូវបានកំណត់បន្តបែបនេះរហូតដល់ម៉ោង 8:19 នាទីខ្សែបន្ទាត់ចុងក្រោយឬក៏ Arc ទី7ក៏ត្រូវបានកំណត់ហើយក៏ត្រូវបានគេសន្មតថាយន្តហោះបានធ្លាក់នៅពេលនោះដូចគ្នា
ទោះបីជាមានខ្សែបន្ទាត់ទាំង7នេះក៏ដោយក៏គេនៅតែមិនអាចកំណត់គោលដៅចុងក្រោយរបស់យន្តហោះនេះដែរព្រោះតែចំនួននៃផ្លូវដែលយន្តហោះនេះអាចហោះគឺរាប់មិនអស់នោះទេដោយដែលខ្ញុំបាននិយាយមុននេះបន្តិចអញ្ចឹងទីតាំងរបស់យន្តហោះគឺអាចនៅក្នុងបន្ទាត់នេះប៉ុន្តែគឺពីដើមរហូតដល់ចុងបន្ទាត់ដូច្នេះភាពអាចទៅរួចនៃការហោះហើររបស់យន្តហោះនេះគឺវាច្រើនខ្លាំងណាស់ដែលគេមិនអាចកំណត់ឲ្យច្បាស់បាននោះឡើយចាប់ផ្ដើមពីចំណុចនេះទៅការវិភាគទ្រឹស្ដីនិងការសន្និដ្ឋានជាច្រើនត្រូវបានធ្វើឡើងប៉ុន្តែហាក់មិនមានផ្លូវមួយណាដែលមានភស្តុតាងនិងការបញ្ជាក់គ្រប់គ្រាន់ដើម្បីអាចជួយរដ្ឋាភិបាលម៉ាឡេស៊ីក្នុងការរុករកយន្តហោះនេះនោះទេបន្ទាប់ពីការស្វែងរកជិត3ឆ្នាំហើយคล้ายទៅជាការស្វែងរកយន្តហោះដែលធំជាងគេនិងចំណាយអស់ច្រើនជាងគេមួយម៉ាឡេស៊ីក៏បានបញ្ចប់ការស្វែងរកនេះនៅថ្ងៃទី17ខែមករាឆ្នាំ2017ការរុករករយៈពេលជិត3ឆ្នាំនេះគឺគ្របដណ្ដប់ផ្ទៃទឹកប្រមាណជាង 120,000 គីឡូម៉ែត្រការ៉េនៃមហាសមុទ្រឥណ្ឌាភាគខាងត្បូងតាមបណ្ដោយខ្សែបន្ទាត់ទី7នៃកន្លែងដែលគេសង្ស័យថាយន្តហោះនេះធ្លាក់ហើយការស្វែងរកក៏ត្រូវបានផ្អាកដោយសារតែតំបន់ដែលត្រូវរុករកនោះគឺវាធំខ្លាំងជ្រៅហើយផ្ទៃទឹកក៏មានភាពគ្រោះថ្នាក់ខ្លាំងផងដែរខណៈរដ្ឋាភិបាលម៉ាឡេស៊ីបានបញ្ជាក់ដែរថាប្រសិនបើមានភស្តុតាងថ្មីណាមួយរំលេចចេញមកហើយគួរឲ្យទុកចិត្តបានការស្វែងរកនឹងអាចបន្តឡើងវិញនៅឆ្នាំ2023លោក Richard Godfrey បានបញ្ចេញនូវរបាយការណ៍សិក្សាពីផ្លូវដែលយន្តហោះនេះហោះទៅតាមខ្សែបន្ទាត់ទាំង7យោងទៅតាមភស្តុតាងនៃរលកវិទ្យុឬក៏ហៅកាត់ថា Whisper ដែលលោកបានវិភាគរយៈពេលជាង2ឆ្នាំមកហើយក្នុងរបាយការណ៍នេះបញ្ជាក់ថានៅពេលដែលយន្តហោះហោះកាត់រលកវិទ្យុណាមួយរលកវិទ្យុនោះនឹងមានការរអាក់រអួលបន្តិចបន្តួចហើយបន្ទាប់ពីការវិភាគស្រាវជ្រាវរលកវិទ្យុពេលវេលារបស់យន្តហោះនិងកំណត់កន្លែងរអាក់រអួលទាំងអស់នោះលោកក៏បានសម្រេចចេញនៅទីតាំងហោះហើររបស់យន្តហោះ MH370 ទោះបីជាថាពេលនេះមិនទាន់ទទួលស្គាល់ជាផ្លូវការប៉ុន្តែមនុស្សជាច្រើនយល់ថាវាអាចទៅរួចបន្ថែមពីនេះផ្លូវហោះហើរដែលចេញពីរលកវិទ្យុមួយនេះថែមទាំងត្រូវគ្នាជាមួយនឹងខ្សែបន្ទាត់ទាំង7ទៀតផងខ្សែពណ៌ខៀវគឺជាផ្លូវដែលរលកវិទ្យុ Whisper សន្និដ្ឋានថាយន្តហោះ MH370 ហោះហើរខណៈពណ៌ក្រហមគឺជាផ្លូវដែលរ៉ាដាយោធាម៉ាឡេស៊ីចាប់បានទោះបីជាវាចាប់ផ្ដើមមានភាពខុសគ្នាប៉ុន្តែគេសន្និដ្ឋានថាទីតាំងចុងក្រោយដែលរ៉ាដាយោធាចាប់បានមិនប្រកាសថាត្រូវនោះទេព្រោះវាអាចនឹងចាប់ផ្ដើមផុតកម្រិតនៃសមត្ថភាពរបស់រ៉ាដានេះហើយទោះបីជាយ៉ាងណាក៏ដោយយោងទៅតាម Whisper យន្តហោះនេះបន្តហោះទៅមុខរហូតដល់ខ្សែបន្ទាត់ទី1និងហោះផុតចំណុចគោលដៅសាណត់និងកោងស្ដាំតាមអឺដាំបន្ទាប់មកយន្តហោះនេះហោះកោងឆ្វេងស្ដាំមិនត្រង់ចុះមកតែម្ដងនោះទេរហូតដល់ខ្សែបន្ទាត់ទី6 Whisper ក៏បានបញ្ជាក់នៅសាច់រឿងដ៏ចម្លែកមួយដែលយន្តហោះ MH370 ធ្វើមុននឹងទៅដល់ខ្សែបន្ទាត់ទី7ដែលជា handshake ចុងក្រោយមុននឹងយន្តហោះនេះត្រូវសន្មតថាធ្លាក់ចូលសមុទ្រយន្តហោះនេះបានហោះជាទម្រង់លេខ8នៅចន្លោះ handshake ទាំងពីរបន្ទាប់មកក៏ហោះចេញទៅដល់ខ្សែបន្ទាត់ទី7ជាកន្លែងដែលគេសន្មតថាយន្តហោះនេះបានធ្លាក់ព្រោះតែអស់សាំងសម្រាប់ប្រព័ន្ធអូតូម៉ាទិករបស់យន្តហោះ MH370 នៅពេលនោះគឺมันអាចធ្វើបែបនេះបាននោះទេដែលបានន័យថាអ្នកដែលគ្រប់គ្រងយន្តហោះមួយគ្រឿងនេះគឺហោះជាទម្រង់លេខ8ដោយចេតនាហើយសម្រាប់ការវិភាគថាហេតុអ្វីបានជាគេធ្វើបែបនេះគឺពិបាកនឹងថាខ្លាំងណាស់អ្វីដែលគេអាចគិតគឺអ្នកដែលគ្រប់គ្រងយន្តហោះមួយនេះបានដឹងខ្លួនទៅហើយថាយន្តហោះគឺចិត្តអស់សាំងហើយនឹងរកកន្លែងសម្រាប់ទម្លាក់យន្តហោះមួយគ្រឿងនេះចូលទៅក្នុងទឹកខណៈខ្លួនមិនចង់ឲ្យមានអ្នកណាឃើញពីទិដ្ឋភាពមួយនេះខ្លួនក៏ហោះជាទម្រង់លេខ8ដើម្បីមើលស្ថានភាពថាតើមានកប៉ាល់ឬក៏ទូកណាដែលអាចមើលឃើញទិដ្ឋភាពមួយនេះឬអត់បន្ទាប់ពីសន្មតថាគ្មានហើយយន្តហោះនេះបានធ្លាក់ចូលសមុទ្រនៅម៉ោង 8:19 នាទីនិង37 វិនាទីដូច្នេះអ្វីដែលគេអាចដឹងគឺមានត្រឹមតែយន្តហោះនេះធ្លាក់ចូលសមុទ្រប៉ុន្តែនៅចំណុចណាតែម្ដងក៏មិនប្រកាសដែរ
ហើយបំណែកនៃយន្តហោះ MH370 ជាច្រើនក៏ត្រូវបានរកឃើញជាបន្តបន្ទាប់តាំងពីឆ្នាំ2015មកផងដែរខណៈអ្វីដែលសំខាន់បំផុតគឺនៅតែជាប្រអប់ខ្មៅនិងសាកសមយន្តហោះ MH370រយៈពេលជាង11ឆ្នាំនេះអាចកំបាំងនឹងចម្ងល់គឺនៅតែមានប៉ុន្តែដោយតែខ្ញុំបានរៀបរាប់ខាងដើមវីដេអូម្ដងហើយថានៅចុងឆ្នាំ2025ឬក៏ដើមឆ្នាំ2026យើងនឹងអាចដឹងពីចម្លើយនេះហើយព្រោះថាមុននឹងក្រុមហ៊ុន Ocean Infinity ចាប់ផ្ដើមការរុករកជាថ្មីម្ដងទៀតនេះគឺខ្លួនទទួលបាននូវភស្តុតាងវិទ្យាសាស្ត្រថ្មីដែលធ្វើឲ្យឱកាសនៃការស្វែងរក MH370 មានភាគរយកាន់តែខ្ពស់នៅឆ្នាំ2024អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Cardiff បានរកឃើញសញ្ញាសូរស័ព្ទឬក៏ acoustic signal នៅក្រោមបាតសមុទ្រម្ដុំកន្លែងដែលត្រូវបានគេជឿថា MH370 បានធ្លាក់សញ្ញានេះត្រូវបានចាប់ដោយឧបករណ៍ hydrophone ដែលជាធម្មតាគឺប្រើប្រាស់ដើម្បីតាមដានការធ្វើតេស្តនុយក្លេអ៊ែរនៅក្នុងមហាសមុទ្រឥណ្ឌាអ្វីដែលធ្វើឲ្យបេសកកម្មស្វែងរកនេះកាន់តែមានភាគរយខ្ពស់នោះគឺយានមួយទឹកស្វ័យប្រវត្តិ Hujin 6000ដែលមានបំពាក់ជាមួយនឹងបច្ចេកវិទ្យាទំនើបជាច្រើនដូចជាការ scan sonar laser កាមេរ៉ាដ៏ច្បាស់ជាដើមសម្រាប់ការរុករកក្រោមបាតសមុទ្រតែម្ដងសម្រាប់យាននេះមួយគ្រឿងអាចរុករកនៅក្រោមបាតសមុទ្រប្រមាណ170គីឡូម៉ែត្រការ៉េក្នុងមួយថ្ងៃខណៈក្រុមហ៊ុន Ocean Infinity មានយាននេះរហូតដល់15គ្រឿងចាប់តាំងពីចុងខែកុម្ភៈឆ្នាំ2025នេះបេសកកម្មរុករក MH370 បានចាប់ផ្ដើមជាថ្មីម្ដងទៀតប៉ុន្តែនៅថ្ងៃទី28ខែមីនាឆ្នាំ2025នេះក្រុមហ៊ុន Ocean Infinity ក៏បានប្រកាសផ្អាកការរុករកសិនដោយមូលហេតុអាកាសធាតុមិនអំណោយផលព្រោះតែសមុទ្រនៅតំបន់នោះគឺមានអាកាសធាតុមិនសូវប្រក្រតីនោះទេពេលខ្លះរលកអាចមានកម្ពស់ចាប់ពី5ម៉ែត្រដល់20ម៉ែត្រទើបបានជាបេសកកម្មត្រូវបានផ្អាកដើម្បីសុវត្ថិភាពនៅចុងឆ្នាំ2025នេះពោលគឺនៅខែវិច្ឆិកាពេលដែលអាកាសធាតុរៀងគ្រាន់បើមកវិញបេសកកម្មនឹងបន្តជាមួយតំបន់ចុងក្រោយដែលគេជឿជាក់ថាជាទីតាំងរបស់សាកសពយន្តហោះ MH370ខ្ញុំជឿជាក់ថានៅដើមឆ្នាំ2026យន្តហោះ MH370 នឹងត្រូវរុករកឃើញជាក់ជាមិនខានព្រោះតែបច្ចេកវិទ្យានិងទិន្នន័យទាំងឡាយបានប្រមូលផ្ដុំត្រូវពេលនិងត្រូវទីតាំងអស់ទៅហើយសូម្បីតែក្រុមហ៊ុន Ocean Infinity ក៏មានភាពជឿជាក់រហូតដល់ខ្លួនហ៊ានធ្វើកិច្ចសន្យាថាប្រសិនបើរកមិនឃើញសូម្បីតែប្រាក់មួយកាក់ក៏ពួកគេមិនយកដែរអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានវីដេអូមកដល់ត្រឹមនេះខ្ញុំមានអវ៉ាន់មួយណែនាំជូនអ្នកទាំងអស់គ្នាបើសិនបើចាប់អារម្មណ៍នេះគឺជាកង្ហារសាកថ្មតូចប៉ុន្តែត្រជាក់ខ្លាំងហើយមានមុខងារខ្យល់ធម្មតានិងខ្យល់ត្រជាក់ទៀតផងខ្ញុំបាទសាកខ្លួនឯងរួចហើយមុនណែនាំប្រាប់អ្នកទាំងអស់គ្នាខ្យល់វាខ្លាំងរបស់គេមែនហើយប្រើបានយូរទៀតពេលខ្ញុំកំពុងសរសេរ script វីដេអូមួយហ្នឹងវាចៃដន្យចំពេលដាច់ភ្លើងទៀតហើយខ្ញុំបានសាកប្រើកង្ហារនេះនៅពេលដាច់ភ្លើងហ្នឹងហើយប្រើបានយូរមែនដែលវាបានជាង2ម៉ោងហើយអត់ទាន់អស់ថ្មទៀតហាហ្នឹងខ្ញុំដាក់លេខខ្លាំងផងបើសិនបើអ្នកទាំងអស់គ្នាចាប់អារម្មណ៍អាចតាក់ទងទៅកាន់ page MK Shop បានដែលគាត់មិនត្រឹមតែមានកង្ហារទេគឺនៅមានរបស់របរប្រើប្រាស់និងជំនួយដល់ការងារផ្ទះច្រើនទៀតផងយើងអាចទិញឲ្យប្រពន្ធយើងម្នាក់មួយអីចឹងទៅអ្នកទាំងអស់គ្នាអាចចុច link នៅក្នុង description របស់ខ្ញុំបានដើម្បីទៅទិញនៅ page របស់គាត់ដោយសម្រាប់កង្ហារនេះគឺមួយត្រឹមតែ$11នោះទេហើយបើអ្នកទាំងអស់គ្នាប្រាប់ថាស្គាល់ពី channel History K8 របស់ខ្ញុំខាងគាត់ក៏នឹងមាន promotion ឬក៏ថែមអីផ្សេងៗជូនអ្នកទាំងអស់គ្នាដែរកុំភ្លេច MK Shop នៅអ្នកទាំងអស់គ្នាអរគុណទៅដល់បងអ៊ូនរតសម្រាប់ទឹកប្រាក់10សេនអរគុណបងប្រុសមួយលីមិចសម្រាប់ទឹកប្រាក់$2និង50សេននិងបងសៀកសាន់ដេសូរីយ៉ាសម្រាប់ទឹកប្រាក់$10
ការបឋមទាំងអស់នេះពិតជាជួយខ្ញុំបានច្រើនក្នុងការធ្វើមេត្តានេះមែនតើហើយខ្ញុំក៏សូមអរគុណទៅដល់អ្នកទាំងអស់គ្នាដូចគ្នាដែលតែងតែ like និង comment លើវីដេអូរបស់ខ្ញុំសម្រាប់អ្នកមើលថ្មីកុំភ្លេច subscribe channel របស់ខ្ញុំបានម្នាក់មួយផងនិង join ក្រុម Telegram ដែលខ្ញុំបង្កើតឡើងសម្រាប់ផ្ដល់វីដេអូជូនអ្នកទាំងអស់គ្នាមុនពេលដែលខ្ញុំ post នៅលើ YouTube ហើយខ្ញុំក៏នឹងនិយាយលេងពិភាក្សាជាមួយអ្នកទាំងអស់គ្នាក្នុងនឹងផងដែរសម្រាប់អ្នកចាស់គ្នាយើង like ហើយ comment ផងចាំឲ្យស្គាល់គាត់ម្នាក់ពីរគ្រាប់បើមើលដល់ចុងក្រោយនេះអ្នកទាំងអស់គ្នាពិតជាអ្នកគាំទ្រខ្ញុំដល់កម្រមែនខ្ញុំសូមអរគុណមែនតើហើយសម្រាប់វីដេអូនេះក៏មានតែប៉ុណ្្នឹងដែរបាយ